បាទត្រូវនិយាយសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងនាំប្រធានបទថ្មីជូនពុកម៉ែបងប្អូនទាក់ទងជាមួយនឹងរបៀបនៅក្នុងការឆែកមើលថាតើនៅពេលដែលទឹកបរិសុទ្ធរបស់យើងចេញមកមានក្លិនហើយថាតើគួរយើងគួរឆែកកន្លែងណាហើយក្លិននោះវាចេញមកពីភពណាអញ្ចឹងជាទូទៅក្លិនមានការបែងចែកបើសិនជាទឹកនឹងក្លិននឹងចេញមកពីប្រភពទឹកយើងអាចឆែកជាមួយនឹងម៉ាស៊ីនបានក៏ប៉ុន្តែទឹកនឹងត្រូវបានច្រកចូលដបឬក៏ច្រកចូលធុងហើយបណ្ដាលឲ្យមានក្លិនយើងធ្វើការត្រួតពិនិត្យបន្ថែមទៀតទៅលើដបឬក៏ទៅលើធុងផ្សេងទៀតអញ្ចឹងអានេះយើងធ្វើការបែងចែកឲ្យដាច់តែឥឡូវនេះខ្ញុំនិយាយតាក់ទងជាមួយនឹងទឹកដែលមានក្លិនផ្ទាល់តែម្ដងចេញពីម៉ាស៊ីនអញ្ចឹងយើងត្រូវឆែកទី1តាក់ទងជាមួយនឹងពុកម៉ែបងប្អូនដែលប្រើប្រាស់ចំពោះធុងចម្រោះពេលខ្លះទៅគាត់ប្រើយូរឬក៏ពេលខ្លះទៅគាត់ប្រើអត់សូវបានលាងសម្អាតថែទាំបានដល់អញ្ចឹងវាធ្វើឲ្យការរងកកដីរងផុករងអីច្រើននៅក្នុងធុងរបស់យើងហ្នឹងយូរថ្ងៃផ្អាប់ជាមួយនឹងទឹកទៅធ្វើឲ្យមានក្លិនអញ្ចឹងនៅពេលដែលទឹកថ្មីឆ្លងកាត់ចម្រោះធុងរបស់យើងមកនេះយើងនឹងធ្វើការចម្រោះទៅទឹកហ្នឹងទទួលបានក្លិនតែម្ដងវិធីសាស្ត្រហ្នឹងគឺងាយស្រួលទេចង់ដឹងថាទឹកហ្នឹងមានក្លិនឬមិនក្លិនពុកម៉ែបងប្អូនអាចធ្វើការកាច់លាងសម្អាតបាទពេលដែលកាច់លាងសម្អាតទៅទឹកហូរចោលហ្នឹងទៅយើងអាចធ្វើការពិនិត្យទៅលើក្លិនលើទឹកដែលចេញទៅនោះមានក្លិនឬអត់ឬក៏ពេលដែលយើងបានលាងសម្អាតរួចរាល់ហើយចំពោះធុងចុងក្រោយគេមុនចូលទៅដល់ AO នោះជាទឹកសម្រាប់មុនចូលដល់ AO នោះពុកម៉ែបងប្អូនអាចត្រងមើលបានដើម្បីចង់ដឹងថាតើទឹកចេញពីធុង3នោះមានក្លិនចេញពីធុងឬអត់អាហ្នឹងគឺករណីទី1ទឹកអាចចេញពីធុងក្លិនចេញពីធុងករណីទី2បាទករណីទី2ពេលពុកម៉ែបងប្អូនប្រើប្រាស់តេស្តចេញពីធុងហើយក៏ប៉ុន្តែអត់មានក្លិនទេអញ្ចឹងត្រូវតេស្តដំណាក់កាលទី2គឺសម្លេង filter របស់យើងមិនថាជាប្រភេទខំសម្លេងច្រើនឆ្នាំងសម្លេងបែបនេះឬក៏ជាប្រភេទកំពង់សម្លេងពុកម៉ែបងប្អូនត្រូវការដោះមើលគីឡូវីមីនស្នឹមកកដីអីផ្សេងៗឬក៏ក្លិនជាប់ជាមួយនឹងសម្លេងនោះអាហ្នឹងក៏វាជាការបញ្ហាចោលទៅលើប្រព័ន្ធរបស់យើងដែរអញ្ចឹងទីសាស្ត្រក៏នឹងធ្វើការផ្លាស់ប្ដូរតម្រងសម្លេងនោះទៅបើសិនជាយើងរកឃើញថាវាមានក្លិននោះជាការស្រេចអាហ្នឹងគឺជាដំណាក់កាលទី2បាទដំណាក់កាលទី3ពេលដែលយើងឆែកធុងអត់មានក្លិនទេចេញពីបំពង់ filter ក៏អត់មានក្លិនដែរប៉ុន្តែវាជាដំណាក់កាលចុងក្រោយបំផុតតាក់ទងជាមួយនឹង AO បាទ AO នេះគឺសំខាន់ឧទាហរណ៍ថាពុកម៉ែបងប្អូនលាងសម្អាតថែទាំខាងមុខសម្លេងដូរបានញឹកញាប់ក៏ប៉ុន្តែចំពោះករណី AO នៅពេលដែល AO ប្រើប្រាស់យូរឆ្នាំទៅធ្វើឲ្យ AO នឹងមានស្នឹមហើយបង្កឲ្យទឹកហ្នឹងគឺឡើងស្នឹមដីស្នឹមអីនៅក្នុងបដូរនឹងច្រើនធ្វើឲ្យទឹកចេញមកគឺធំក្លិនតែម្ដងវិធីសាស្ត្រមួយទេគឺដើម្បីពុកម៉ែបងប្អូនប្រកាសថាក្លិន AO នឹងចេញក្លិនចេញពី AO តែម្ដងគឺដល់ពេលដែលពុកម៉ែបងប្អូនប្រើប្រាស់បន្សុទ្ធទឹកយើងអាចត្រងទឹកចេញពីទឹកសុទ្ធក៏ដូចជាត្រងចេញអំពីទឹកហូរចោលគឺវាមានក្លិនខ្លាំងអានេះហើយគឺបញ្ជាក់អំពីក្លិននោះគឺចេញមកពី AO អញ្ចឹងដំណោះស្រាយតែមួយគត់គឺយើងត្រូវការផ្លាស់ប្ដូរបដូរ AO ចាស់នឹងចេញដើម្បីដាក់បដូរ AO ថ្មីព្រោះដោយសារ AO ចាស់របស់យើងត្រូវបានទុំជាប់នៅស្នឹមឬក៏ដីជាច្រើននៅក្នុងនោះអញ្ចឹងធ្វើការផ្លាស់ប្ដូរទៅគឺពុកម៉ែបងប្អូនអាចដោះស្រាយបញ្ហានេះបានហើយអញ្ចឹងតាក់ទងជាមួយនឹងទឹកដែលមានក្លិនចេញពីប្រព័ន្ធផ្សេងៗពុកម៉ែបងប្អូនអាចឆែកចំពោះចំណុចទាំង3នេះហើយបងប្អូននឹងអាចរកឃើញពីចំណុចណាមួយនៅក្នុងចំណុចទាំង3នេះបណ្ដាលឲ្យមានក្លិននៅក្នុងប្រព័ន្ធទឹកសុទ្ធរបស់យើងហើយគុណច្រើន